សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងរៀនអំពីភពបាទភពនៅក្នុងលេខ7តួ4ឋានឬអត្ត4ឋាននោះមានចំនួន21ភពបាទដោយមានឋានថ្ងៃ7ភពឋានខែ7ភពហើយនិងឋានឆ្នាំ7ភពបាទភពនោះប្រៀបដូចជារឿងរ៉ាវផ្សេងបាទតាក់ទងនឹងជីវិតរបស់មនុស្សយើងបាទអញ្ចឹងភពទី1គឺភពអត្តនៅលើឋានថ្ងៃបាទអត្តនឹងប្រែថាតួខ្លួនបាទអត្តអាត្មាបាទអត្តអាត្មាគឺតួខ្លួននោះឯងបាទហើយហេណៈបាទហេណៈនេះប្រែថាវិញ្ញាបាទប្រែថាវិញ្ញាប្រែថាធ្លាក់ចុះធនំបាទធនំប្រែថាទ្រព្យសម្បត្តិបេតាគឺបៃតាបាទបៃតានោះឯងប្រែថាឪពុកមាតាគឺមាតានោះឯងប្រែថាម្ដាយភោគាប្រែថាអចលនទ្រព្យឬទ្រព្យដែលមិនអាចផ្លាស់ទីបានបាទមជ្ឈិមាប្រែថាកណ្ដាលតនុប្រែថាតួខ្លួនកដុម្ភៈប្រែថាលុយកៈឬលុយខែសហជ្ជៈប្រែថាមិត្តភក្តិបន្ទុប្រែថាសាច់ញាតិពុតៈឬបុត្រប្រែថាកូនហិហរិប្រែថាសត្រូវឬគូប្រកួតប្រជែងឬឧបសគ្គក៏បានដែរបត្តនិប្រែថាគូក្រងបាទប្រែថាគូក្រងឬដៃគូបាទដៃគូរ៉ូស៊ីក៏បត្តនិដែរបាទមរណៈសេចក្តីស្លាប់បាទមរណៈប្រែថាសេចក្តីស្លាប់ឬនៅឆ្ងាយក៏បានដែរបាទក្នុងភពនីមួយៗនោះគឺមានច្រើនអត្ថន័យបាទមានច្រើនអត្ថន័យណាស់ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់អត្ថន័យគោលបាទសុភៈប្រែថាសេចក្តីសុខឬសេចក្តីល្អកម្មៈប្រែថាការងារលាភៈប្រែថាលាភសំណាងផ្សេងបាទជោគលាភភយៈប្រែថាជំងឺប្រែថារោគាទាសាប្រែថាខ្ញុំបម្រើប្រុសទាស័យប្រែថាខ្ញុំបម្រើស្រីបាទអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនចាំភពទាំង21នេះឲ្យច្បាស់បាទចាំឲ្យច្បាស់ហើយឲ្យដឹងអំពីអត្ថន័យរបស់វាត្រួសបាទនេះអត្ថន័យត្រួសបាទប៉ុន្តែក្នុងភពនីមួយនឹងគឺមានច្រើនណាស់បាទអត្ថន័យនឹងច្រើនមែនទែនបាទច្រើនមែនទែនបើលោកគ្រូដែលលោកចេះលោកបែកធ្លាយអ្នកប្រាជ្ញក្នុងលេខអត្តនោះគឺលោកប្រែបានច្រើនណាស់បាទប្រែបានច្រើនមែនទែនដោយពាក្យថាសហជ្ជៈបាទសហជ្ជៈនឹងប្រែថាធ្វើដំណើរក៏បានដែរបាទប្រែថាធ្វើដំណើរបានផងប្រែថាឯកសារក៏បានដែរបាទប្រែថាបម្រើសេវាក៏បានដែរបាទសហជ្ជៈនោះច្រើនមែនទែនបាទប៉ុន្តែឲ្យយើងចាំបានតែអត្ថន័យគោលសិនបាទ
សម្រាប់អត្តន័យជ្រៅជ្រៅទៅទៀតនោះយើងនឹងឆ្វេងយល់បណ្ដើបាទអញ្ចឹងវីដេអូនេះសូមចាប់តែប៉ុណ្ណេះបាទសូមអរគុណសូមគោរពលា